រឿងខ្មោចតៃហោងនៅវត្តថ្មីនៅក្នុងភូមិរបស់ខ្ញុំមានវត្តមួយឈ្មោះថាវត្តថ្មីតាំងពីដើមមកវត្តនេះមានភាពសុខសាន្តណាស់មិនដែលឮសូរមានខ្មោចឬព្រាយអីមកពីណាទេប៉ុន្តែក្រោយមកវត្តនេះក៏ល្បីថាមានខ្មោចសាហាវធ្វើឲ្យអ្នកភូមិខ្លាចរអាគ្រប់គ្នាខ្មោចសាហាវនោះជាខ្មោចរបស់ក្មេងស្រីសិស្សសាលាម្នាក់ដែលស្លាប់នៅពេលធ្វើពលកម្មសម្អាតសាលារៀនការធ្វើពលកម្មនោះមានប្រើច្បកកាប់បង្គីនិងកាំបិតដោយសារគ្មានការប្រុងប្រយ័ត្នតាមនិស្ស័យក្មេងប្រុសវាឆ្កាព្រៃវះកាំបិតខ្លាំងពេកធ្វើឲ្យជ្រុលដៃវិលមួយជុំខួនចៃដន្យកុមារីម្នាក់កំពុងតែសែងស្មៅមួយបង្គីជាមួយមិត្តភក្តិម្នាក់ទៀតមកដល់ចំកន្លែងកាំបិតដែលវះទៅនោះជាហេតុបណ្ដាលឲ្យចំករបស់នាងដាច់ធ្លាក់ដល់ដីចំណែកដងខ្លួនរបស់នាងរត់ក្រលឹងវិលវល់ម្ដុំនោះមុននឹងទៅជំពប់ជើងដួលនៅចម្ងាយប្រហែលជា10ម៉ែត្រពីក្បាលវត្តថ្មីคล้ายទៅជាទីកប់ខ្មោចម្នាក់ទៀតក្នុងចំណោមសពរាប់រយដែលមានទាំងស្លាប់ធម្មតានិងស្លាប់តៃហោងដូចជាខ្មោចកុមារីម្នាក់នេះជាដើមប៉ុន្តែពីមុនមកមិនធ្លាប់កើតមានរឿងរ៉ាវចម្លែកអីទេទើបតែក្រោយពេលយកខ្មោចកុមារីនេះទៅកប់ស្រាប់តែបង្កឲ្យមានភាពខ្លាចរអាពេញភូមិជាពិសេសអ្នកនៅក្បែរវត្តក្រោយពីធ្វើពិធីបំពេញកុសលគម្រប់7ថ្ងៃរួចហើយអាចារ្យនៅវត្តបានឃើញភ្នូររបស់កុមារីនោះប្រេះបែករហូតមើលឃើញមួយឈូសអាចារ្យប្រញាប់ទៅហៅសេកលោកមកជួយជុលវិញយ៉ាងប្រញាប់ប៉ុន្តែមិនបានប្រមាណផងក៏មានអ្នកភូមិមកឃើញស្នាមប្រេះបែកនោះដដែលរួចក៏នាំគ្នានិយាយពីមាត់មួយទៅមាត់មួយថាខ្មោចតៃហោងរបស់កុមារីនេះសាហាវណាស់សាហាវរហូតប្រេះភ្នូរវត្តថ្មីคล้ายទៅជាផែនដីនៃភាពអាតកំបាំងធ្លាក់នៅក្រោមអំណាចនៃភាពសាហាវរបស់វិញ្ញាណខ្មោចតៃហោងដែលចាប់ផ្ដើមសម្លែងរិទ្ធដ៏គួរឲ្យរន្ធត់រហូតឃើញអ្នកណាហ៊ានដើរកាត់ភ្នូរក្មេងស្រីនោះឡើយសូម្បីតែកំបាល់ថ្ងៃចេះក៏ដោយនៅពេលយប់ខ្លះមានគេបានឮសូរសំឡេងមកឈូសខ្មោចរបស់នាងរំដំគុកកែអ្នកខ្លះទៀតបានឃើញរូបកុមារីគ្មានក្បាលដើរទៅមកជុំវិញសាលាចំណែកអ្នកខ្លះបានជួបធ្ងន់ធ្ងរជាងនេះទៅទៀតគឺឃើញនាងដើរយួលក្បាលរបស់ខ្លួននៅតាមផ្លូវក្បែរសាលារៀនធ្វើឲ្យអ្នកភូមិលែងហ៊ានដើរតាមផ្លូវនោះអស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចគេចផុតពីការតាមបន្លាចរបស់ខ្មោចតៃហោងនោះបានដែរនាងទៅឈរបន្លាចពូម្នាក់អាយុ50ឆ្នាំដែលផ្ទះគាត់នៅក្បែរវត្តជាងគេខ្មោចនាងបានទៅឈរយួនក្បាលរេនៅនឹងរបងផ្ទះរបស់គាត់ធ្វើឲ្យគាត់បិទទ្វារបិទបង្អួចចូលគេងទទួលភួយទាំងក្តៅស្អុះធ្លាក់ញើសចោកឈ្នួនពេញមួយយប់ព្រឹកស្អែកឡើងគាត់ប្រវេប្រវាដាវនិយាយប្រាប់គេឯងទាំងស្លេកមុខស្លេកមាត់សំឡេងនៅញ័រថាកាលពីយប់មិញខ្ញុំត្រូវខ្មោចដាច់ក្បាលវាមកចាត់ការដេកអត់លក់មួយយប់ទៅជួបវានៅឯណាបងគឺវាមករកខ្ញុំដល់ផ្ទះតែម្ដងហ្នឹងណាយប់មិញនេះអាកាសធាតុក្តៅអ៊ូអាប់ណាស់មិនចឹងទេនៅវេលាប្រហែលជាម៉ោង11 យប់ខ្ញុំក្តៅស្អុកពេករហូតទ្រាំមិនបានក៏ឡើងទៅបោកបង្អួយឲ្យខ្យល់វាចូលតែតាមការពុតនោះខឿងមិនចង់បើកទេព្រោះដឹងស្រាប់ហើយថាខ្ញុំជាមនុស្សខ្លាចខ្មោចថ្នាក់ណាគ្រាន់តែបើកបង្អួយខ្វាប់ចោលភ្នែកចេញទៅក្រៅបន្តិចក៏ស្រាប់តែឃើញវាពេញភ្នែកតើឃើញវាធ្វើយ៉ាងម៉េចគឺគ្មានក្បាលឈរក្បែរបង្អួយផ្ទះមានសម្លៀកបំពាក់ជាសិស្សសាលាវាឈរយួលក្បាលម្ដងកាន់នៅនឹងដៃឆ្វេងម្ដងកាន់នៅនឹងដៃស្ដាំធ្វើហាក់ដូចជាអ្នកមកពីចម្ងាយយករបបមកផ្ញើអ្នកផ្ទះអញ្ចឹងគ្រាន់តែដឹងថាខ្មោចកំបុតកភ្លាមខ្ញុំតក់ស្លុតស្ទើរតែរកវិញ្ញាណដើរទៅរកបិទបង្អួចវិញមិនបានអាកាសធាតុក្តៅស្អប់ស្អាបដូចនៅកណូឡប៉ុន្តែខ្ញុំដេកទទួលភួយញាក់ដូចកណ្ដុលត្រទឹកពីថ្ងៃនេះទៅទោះជាក្តៅរហូតដល់ថ្នាក់ឆេះទៀតក៏ខ្ញុំលែងបោកបង្អួចជាដាច់ខាតការនិយាយគ្នាពីមាត់មួយទៅមាត់មួយបានធ្វើឲ្យអំណាចខ្មោចតៃហោងរបស់កុមារីនេះល្បីពេញភូមិនាងបានដើរបន្លាចគេពីផ្ទះមួយទៅផ្ទះមួយមិនព្រមឈប់អ្នកខ្លះខ្លាចដល់ថ្នាក់ឈឺស្លាប់ក៏មានភាពភ័យខ្លាចបានធ្វើឲ្យទិដ្ឋភាពក្នុងភូមិជាពិសេសគឺនៅពេលយប់ក្នុងចំណោមមនុស្សក្នុងភូមិទាំងអស់អ្នកណាក៏ខ្លាចខ្មោចកំបុតករបស់កុមារីនោះដែរលើកលែងតែនិខែងមញាក់គុតដែលជាក្មេងនៅវត្តថ្មីនោះតាំងពីតូចមកម្លេះនិខែងមិនត្រឹមតែមិនខ្លាច
គេថែមទាំងចង់ប្រណាំងយកឈ្នះចាញ់ជាមួយរិទ្ធខ្មោចតៃហោងរបស់កុមារីនោះថែមទៀតផងថ្ងៃមួយនៃខែងបានដល់ទៅក្បែរដួលភ្លើរបស់ខ្មោចតៃហោងព្រមទាំងនិយាយប្រមាថដោយសំឡេងខ្លាំងៗថាខ្លាយជាខ្មោចគ្មានក្បាលមិនឃើញគួរឲ្យខ្លាចត្រង់ណាសម្រាប់រូបអញនិយាយចប់នីខែងក៏ឆក់យកលូកថតរបស់កុមារីដែលដាក់ពីមុខភ្នោកាន់ដើរចេញទៅប្រងើយនីខែងកាន់យកទៅអួតគេឯងពេញវត្តមុននឹងយកទៅបង្ហាញអ្នកក្នុងភូមិទៀតប្រជាជនក្នុងភូមិនាំគ្នាដេញឲ្យនីខែងយករូបថតនោះទៅទុកកន្លែងដើមវិញព្រោះគេកំពុងតែខ្លាចវិញ្ញាណរបស់នាងគ្រប់គ្នាគ្រាន់តែប្រលឹបមកដល់នៃខែងញាក់ក្លាហានក៏មានអាការៈខុសពីធម្មតាដូចមនុស្សធ្លាក់ភក់រងាញាក់ដូចមនុស្សលបសតិមួយរយៈកន្លងមកទៀតនីខែងចេញបាត់ពីវត្តថ្មីទៅដោយគ្មានអ្នកណាដឹងពីចោទកម្មរបស់គេស្លាប់ពិបាកស្លាប់ស្រួលយ៉ាងណានោះទេអស់រយៈពេលជាង2ឆ្នាំទើបខ្មោចតៃហោងរបស់កុមារីនោះសាបរលាបនេះប្រហែលជាវិញ្ញាណរបស់នាងទីចាប់ជាតិចាប់កំណើតបាត់ទើបបានជាលេងមានអ្នកណាឃើញឬត្រូវខ្មោចកំបុតកនោះឡងទៀតសាច់រឿងនេះរំលេចឲ្យឃើញពីផលវិបាកនៃការមិនគោរពវិញ្ញាណក្ខន្ធនិងការមើងងាយជំនឿរបស់អ្នកដទៃភាពភ័យខ្លាចដែលកើតឡើងក្នុងភូមិមិនត្រឹមតែបណ្ដាលមកពីការស្លាប់ដ៏សោកនាដកម្មរបស់កុមារីប៉ុណ្ណោះប៉ុន្តែក៏ដោយសារតែការធ្វេសប្រហែសនិងអំពើប្រមាថរបស់អ្នកដែលនៅសល់ដូច្នេះយើងគ្រប់គ្នាគួរតែមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការធ្វើកិច្ចការងារផ្សេងជាពិសេសការប្រើប្រាស់ឧបករណ៍គ្រោះថ្នាក់លើសពីនេះទៅទៀតយើងត្រូវតែគោរពដល់ជំនឿនិងទីកន្លែងស័ក្តិសិទ្ធិព្រោះការប្រមាថមើលងាយអាចនាំមកនូវផលអាក្រក់ដែលនឹកស្មានមិនដល់